បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតថ្មីមួយទៀតសម្រាប់ថ្ងៃនេះដែរខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការប៉ះគ្នារវាងកម្ពុជាអ្នកប្រយុទ្ធក្បាច់គុណ2នាក់គឺ Shang-Chi ហើយនិង Gambit ការប៉ះគ្នាហ្នឹងអ្នកទាំងអស់គ្នាប្រហែលជាបានឃើញហើយនៅក្នុង official trailer របស់ Avenger Doomsday ដែលជាការប៉ះគ្នាដែលយើងមិនធ្លាប់ឃើញពីមុនយើងនឹងជជែកគ្នាឲ្យលម្អិតរវាងធម៌ពលរបស់ The Ten Ring ហើយនិងសមត្ថភាពបញ្ចេញធម៌ពល kinetic ដល់លើសញ្ញាបៀរបស់ Gambit អ្នកទាំងអស់គ្នានឹងស្វែងយល់ថាតើរវាងក្បាច់គុណបុរាណចិនតើអាចយកឈ្នះកលល្បិចរបស់ពួកមញូថនបានដែរឬអត់នៅពេលដែលយើងនិយាយអំពីការប្រយុទ្ធគ្នារវាង Shang-Chi ហើយនិង Gambit វាមិនមែនគ្រាន់តែជាការយក super hero 2នាក់មកវាយគ្នាលេងដើម្បីយកឈ្នះយកចាញ់នោះទេតែវាគឺជាការជួបគ្នារវាងពិភពពីរដាច់ស្រឡះពីគ្នាតែម្ដងម្ខាងគឺជាសិល្បៈក្បាច់គុណបែបបុរាណដែលចម្រាញ់ចេញពីការវឹកហាត់រាប់ពាន់ឆ្នាំនិង power ដ៏អាថ៌កំបាំងរបស់ The Ten Ring ចំណែកឯម្ខាងទៀតគឺជាធម៌ពល kinetic ដែលអាចទាយទុកមុនបានមកជាមួយ style វាយប្រហារបែបល្បិចកលរបស់ពួកមញូថនគិតមើលទៅបើអ្នកទាំងពីរនេះឈរទល់មុខគ្នាពិតមែនតើវានឹងទៅជាយ៉ាងណាវិញអ្នកទាំងអស់គ្នានៅក្នុងរឿង Deadpool and Wolverine យើងបានឃើញហើយថា Gambit បានបង្ហាញខ្លួនមកវិញយ៉ាងអស្ចារ្យជាមួយនឹង style របស់សន្លឹកបៀដែលផ្ទុះឆេះនិងការប្រើដំបងរបស់គាត់តែអ្វីដែលធ្វើឲ្យ Gambit គួរឲ្យខ្លាចមិនមែនគ្រាន់តែពីក្បាច់ចេះប្រើវិតាមុនឬក៏គាត់មានកម្លាំងខ្លាំងនោះទេតែវាគឺជាសមត្ថភាពក្នុងការបញ្ចូល power ទៅក្នុងវត្ថុអ្វីមួយក៏បានដែលគាត់ប៉ះត្រង់នឹងហើយដែលយើងត្រូវចាប់អារម្មណ៍រាល់ពេលដែល Gambit កាន់សន្លឹកបៀគាត់កំពុងតែផ្លាស់ប្ដូររចនាសម្ព័ន្ធឬក៏ molecule របស់វាដែលคล้ายទៅជាគ្រាប់បែកខ្នាតតូចដែលផ្ទុះភ្លាមនៅពេលដែលប៉ះចំគោលដៅចោះបើគាត់ប៉ះគ្នាជាមួយ The Ten Ring របស់ Shang-Chi វិញនេះគឺជាសំណួរដែលគ្រប់គ្នាកំពុងតែចោទសួរមកខ្ញុំហើយអ្នកទាំងអស់គ្នាបានឃើញនៅក្នុងtrailer ដូចគ្នាដែរបើសិនយើងមើលទៅក្នុង trailer frame by frame អ្នកទាំងអស់គ្នានៅពេលដែល Gambit ចាប់ផ្ដើមវាយប្រហារ style របស់ Gambit ប្រើភាគច្រើនគាត់មិនចូលវាយចំនោះទេភាគច្រើនគាត់ប្រើភាពរហ័សរហួនរបស់គាត់បែបរបៀបលបលួចឬក៏ការបោកបញ្ឆោតអីចឹងទៅនៅពេលដែល Shang-Chi ព្យាយាមចូលគៀកត្រង់នឹងហើយដែល Gambit បានបញ្ចេញសន្លឹកបៀឬក៏ X or Space ឬក៏អាត់ភិចនឹងឯងបើអ្នកទាំងអស់គ្នាស៊ូមមើលឲ្យគៀកវាគឺជាសន្លឹកបៀដែលហោះចេញពីដៃវាមិនមែនគ្រាន់តែជាกระดาษធម្មតាទេតែវាស្រោបដោយថាមពលពណ៌ស្វាយភ្លឺថ្លាបើតាមច្បាប់រូបវិទ្យានៅក្នុងចក្រវាឡ Marvel ថានេះគឺជាថាមពល kinetic នេះមានសម្ពាធនិងកម្លាំងខ្លាំងបំផុតតែអ្នកទាំងអស់គ្នាចាំបន្តិចយើងមកមើលខាង Shang-Chi វិញម្ដង Shang-Chi មិនមែនគ្រាន់តែជាអ្នកចេះក្បាច់គុណធម្មតានោះទេដែលយើងឃើញនៅក្នុងរឿង action ទូទៅនោះទេបន្ទាប់ពីគាត់ទទួលបាន The Ten Ring ពីឪពុករបស់គាត់គឺ Wen Wu Shang-Chi គាត់បានក្លាយទៅជា super hero ដ៏មាន power បំផុតនៅក្នុងចក្រវាឡ MCU អ្វីដែលយើងត្រូវសង្កេតគឺស្មារតីនៃក្បាច់គុណរបស់ Shang-Chi ប្រើក្បាច់គុណបែប Thalo ដែលសង្កត់ធ្ងន់ទៅលើការប្រើខ្យល់និងការបត់បែនតាមកម្លាំងគូសត្រូវនៅពេលដែល Gambit បោះសន្លឹកបៀដែលផ្ទុះនោះមក Shang-Chi មិនចាំបាច់ត្រូវកិច្ចវារហូតនោះទេអ្នកទាំងអស់គ្នាធ្លាប់សង្កល់អត់ទេថានៅក្នុងវគ្គចុងក្រោយនៃរឿង Shang-Chi នៅពេលដែលគាត់បញ្ជា The Ten Ring ឲ្យហោះជុំវិញខ្លួនគាត់វាមិនមែនគ្រាន់តែជាអាវុធដែលយើងវាយសម្រុកនោះទេតែវាគឺជាខែលការពារដ៏រឹងមាំពី Shang-Chi នោះវិញបើសិនអ្នកទាំងអស់គ្នា zoom មើលរូបមួយសន្លឹកយើងនឹងឃើញថា The Ten Ring នីមួយមាន aura ពណ៌មាសដែលបញ្ចេញរំញ័រខ្លាំងបំផុតនៅពេលដែលសន្លឹកបៀរបស់ Gambit ប៉ះនឹង aura ពណ៌មាសនោះថាមពលផ្ទុះរបស់សន្លឹកបៀនោះនឹងអាចត្រូវបានបន្សាបនិងរុញច្រានចេញដោយកម្លាំង centrifugal នៃកងទាំង10និយាយទៅត្រង់ចំណុចហ្នឹងហើយដែលគួរឲ្យចាប់អារម្មណ៍បំផុត Gambit គឺជាប្រភេទ super hero
ដែលពឹងផ្អែកទៅលើសំណាងនិងកលល្បិចគាត់ចូលចិត្តភ្នាល់គ្នាណាគាត់ចូលចិត្តធ្វើឲ្យគូសត្រូវរបស់គាត់ខឹងតែ Shang-Chi គឺជាមនុស្សម្នាក់ត្រូវបានបង្ហាត់ឲ្យមានចិត្តត្រជាក់ដូចតកអញ្ចឹងបើ Gambit ព្យាយាមប្រើពាក្យសម្ដីឌឺដងឲ្យគាត់ឬក៏ប្រើល្បិចបោកបញ្ឆោតអីនោះវាមិនមែនងាយមានប្រសិទ្ធភាពនៅលើ Shang-Chi ទេផ្ទុយទៅវិញ Shang-Chi អាចនឹងប្រើ The Ten Ring របស់គាត់ដើម្បីចាប់ដំបងរបស់ Gambit ពីចម្ងាយទៀតផងអ្នកទាំងអស់គ្នាគិតមើលទៅបើអ្នកទាំងអស់គ្នាគឺជា Gambit វិញតើអ្នកទាំងអស់គ្នានឹងធ្វើអ្វីបើបោះសន្លឹកបៀនោះត្រូវបានគេទប់ជាប់និងប្រើដំបងវាយដែលត្រូវគេចាប់បានវិញចម្លើយគឺថា Gambit ត្រូវតែប្រើវិធីឆ្មក់របស់គាត់គឺជាក្បាច់ប្រចាំតកូលរបស់គាត់ត្រូវតែធ្វើឲ្យ Shang-Chi បាត់បង់ម្ចាស់ការលើ The Ring របស់ខ្លួនឯងតែបញ្ហាគឺ Ten Ring វាមិនមែនជាគ្រឿងយន្តដែលប្រើបញ្ជាពីចម្ងាយឬក៏ប្រើបច្ចេកវិទ្យាអីនោះទេតែវាភ្ជាប់ជាមួយនឹងព្រលឹងនិងឈាមជ័ររបស់ Shang-Chi វាមិនមែនរបស់ដែលនរណាម្នាក់អាចឆក់យកឬក៏រំខាន signal បានដោយងាយៗនោះដែរយើងសាកមើលពីសមត្ថភាពរាងកាយវិញ Gambit មានភាពរហ័សរហួនដែលជាសមត្ថភាព Newton របស់គាត់អាចលោតបានខ្ពស់និងមានល្បឿនលឿនជាងមនុស្សធម្មតាតែ Shang-Chi វិញគាត់បានវឹកហាត់តាំងពីអាយុ7ឆ្នាំជាមួយឪពុករបស់គាត់គឺ Wang Wu ការវឹកហាត់របស់ Shang-Chi គឺដើម្បីតែគោលដៅសម្រាប់នៅក្នុង frame មួយដែលពួកគេវាយតបគ្នាដោយដៃទទេយើងនឹងឃើញថាបច្ចេកទេសរបស់ Shang-Chi គឺវាខ្លាំងលើសលប់បំផុតគាត់ដឹងពីចំណុចខ្សោយនៃសន្លាក់ឆ្អឹងនិងចំណុចសរសៃនៅលើរាងកាយនិយាយចំទៅបើគ្មាន power ទេ Gambit ប្រហែលជាមិនអាចទប់ទល់ជាមួយ Shang-Chi បានលើស2នាទីផងតែអ្វីដែលធ្វើឲ្យការប្រកួតនេះคล้ายជា epic គឺនៅត្រង់ថាតើធម៌ពលរបស់ kinetic របស់ Gambit អាចទម្លុះការការពាររបស់ The Ten Ring បានដែរអត់នៅក្នុង comic យើងដឹងហើយថា Gambit ធ្លាប់សាកបញ្ចូល power នៅក្នុងរបស់ដែលមានទំហំធំហើយការផ្ទុះនោះក៏មានទំហំធំខ្លាំងមហិមាដែរបើសិនថា Gambit អាចប៉ះនឹង Ten Ring ផ្ទាល់ហើយបញ្ចូល power ទៅក្នុង Ten Ring ទាំងនោះតើនឹងមានរឿងអីកើតឡើងតើនៅក្នុង The Ten Ring បុរាណទាំងនោះវានឹងផ្ទុះខ្ចាយឬក៏អាចស្រូបយកធម៌ពល kinetic នោះមកធ្វើជាធម៌ពលខ្លួនឯងបានទេត្រង់ចំណុចនេះហើយខ្ញុំយល់ឃើញថា Ten Ring អាចតំណងជាអាចស្រូបយកធម៌ពលនោះបានតែអ្នកទាំងអស់គ្នាកុំភ្លេចថា Ring ទាំងនោះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយវាបានឆ្លងកាត់ការវាយប្រហារគ្រប់ទិសទីមិនថាជាវេទមន្តឬក៏ជាកម្លាំងបាយពីពួកវិលានផ្សេងៗនៅក្នុងចក្រវាឡការដែល Gambit អាចបញ្ចូល power ទៅក្នុង The Ten Ring បានប្រហែលវាគ្រាន់តែជាការជួយបន្ថែមធម៌ពលឲ្យ Shang-Chi វាយបកទៅវិញកាន់តែខ្លាំងប៉ុណ្ណោះអ្នកទាំងអស់គ្នាប្រហែលជាបន្ធ្លាប់គិតពីរឿងនេះទេតែបើយើងទាំងអស់គ្នាមើលលើចិត្តសាស្ត្រនៃតួអង្គទាំងពីរវិញពួកគាត់មានចំណុចស្រដៀងគ្នាមួយយ៉ាងទាំង Shang-Chi ទាំង Gambit ពួកគាត់សុទ្ធតែជាមនុស្សដែលព្យាយាមរត់គេចពីអតីតកាលដ៏ខ្មៅងងឹតរបស់ខ្លួនឯង Gambit ព្យាយាមលៀងជំរះឈ្មោះជាចោលចំណែកឯ Shang-Chi ព្យាយាមរត់គេចពីអាណាចក្រអធិធករបស់ឪពុករបស់គាត់នៅពេលដែលពួកគេប្រយុទ្ធគ្នាវាមិនមែនគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពនៃក្បាច់គុណរបស់គេទាំងពីរនាក់ទេតែវាគឺជាការជួបគ្នារវាងមនុស្សពីរនាក់ដែលយល់ចិត្តគ្នាបំផុតនៅក្នុងសមរភូមិបើយើងក៏លេខទៅមើល still visual វិញសាកគិតមើលទៅថាការរួមបញ្ចូលគ្នារវាងពណ៌ស្វាយរបស់ Gambit និងពណ៌មាសរបស់ Shang-Chiវានឹងស្អាតយ៉ាងណានៅលើអេក្រង់បើសិនយើងទាំងអស់គ្នាទៅមើលនៅក្នុងរោងកុនរាល់ពេលដែលដំបងរបស់ Gambit ប៉ះជាមួយ The Ten Ring វានឹងបង្កើតទៅជាកំជ្រួចនៃធម៌ពលដែលជះចេញពេញអេក្រង់នោះតែម្ដងនេះហើយជាអ្វីដែលអ្នកគ្រប់គ្រង Marvel មួយចំនួនហ្នឹងក៏ចង់ឃើញពីភាពស្រស់ស្អាតនៃសិល្បៈប្រយុទ្ធនិងលាយឡំជាមួយនឹង power កម្រិតខ្ពស់បែបនេះតែបើឲ្យខ្ញុំទាយពីលទ្ធផលចុងក្រោយថាបន្ទាប់ពីការវិភាគមើលទាំងអស់ទៅតើពីរអ្នកហ្នឹងអ្នកណាមានសមត្ថភាពជាងអ្នកណាខ្ញុំគិតថា Shang-Chi
នៅតែជាអ្នកដែលមានភាពប្រៀបធៀងហេតុអីទៅពីព្រោះ The Ten Ring ដល់ឲ្យគាត់នៅលទ្ធភាពការពារនិងវាយប្រហារក្នុងពេលតែមួយតែម្ដងដែលនោះហើយដែលធ្វើឲ្យ Shang-Chi មានភាពធន់ក្នុងការវាយប្រហារកម្រិតខ្ពស់បំផុតដែលសូម្បីតែការផ្ទុះ kinetic របស់ Gambit ក៏ពិបាកនឹងទម្លុះបានដែរ Gambit អាចនឹងវាយបកបានខ្លាំងអាចនឹងប្រើល្បិចបានច្រើនតែចុងក្រោយភាពម៉ត់ចត់និង power នៃ ring បុរាណនឹងคล้ายទៅជាអ្នកសម្រេចជោគវាសនារវាងការប្រកួតមួយនេះតែបើមែនតែនទៅអ្នកទាំងអស់គ្នាគិតថា Gambit អាចនឹងមានអាចកំបាំងអីផ្សេងទៀតដែលយើងគ្រប់គ្នាមិនទាន់ដឹងព្រោះរឿងមិនទាន់ចេញមកកុំភ្លេចថានៅក្នុងពិភព Marvel អីក៏អាចកើតឡើងបានដែរតែសម្រាប់ពេលនេះបើតាមអ្វីដែលយើងបានឃើញនៅក្នុង MCU និង Comic ការប្រយុទ្ធគ្នាមួយនេះគឺជាមហូបដ៏ឆ្ងាញ់បំផុតសម្រាប់អ្នកដែលស្រឡាញ់ការវិភាគបែបស៊ីជម្រៅហើយត្រង់នឹងហើយដែលធ្វើឲ្យយើងទាំងអស់គ្នាស្រឡាញ់ Marvel គឺជាការដែលយើងអាចឃើញតួអង្គពីរនាក់ដែលមានចរិតនិង power ខុសគ្នាមកដាក់បញ្ចូលគ្នាដើម្បីឲ្យអ្នកទាំងគ្នាធ្វើការវិភាគនិងភាសាជុំគ្នាបើសិនជានៅក្នុងសមរភូមិនេះកើតឡើងនៅក្នុងកន្លែងតូចចង្អៀតវិញដូចជានៅលើឡានក្រុងនៅក្នុងរឿង Shang-Chi វគ្គដំបូងវិញតើ Gambit នឹងអាចមានឱកាសប្រើដំបងនិងសន្លឹកបៀរបស់គាត់បានកម្រិតណាឬមួយក៏ភាពរហ័សរហួនរបស់គាត់នឹងអាចคล้ายទៅជាគុណវិបត្តិទៅវិញនិយាយទៅរឿងនេះវានៅមានចំណុចជជែកគ្នាដេញដោលច្រើនទៀតដែលយើងត្រូវយកមកលើកមកនិយាយបន្តទៀតបើសិនជាយើងយកការប្រយុទ្ធនេះទៅដាក់នៅក្នុងទីតាំងដែលតូចចង្អៀតដូចជានៅលើឡានក្រុងដែលយើងឃើញនៅក្នុងវគ្គដំបូងរបស់ Shang-Chi នោះស្ថានភាពនឹងកាន់តែស្មុគស្មាញអ្នកទាំងអស់គ្នាផ្ដោតទៅមើលលើការប្រើក្បាច់គុណដំបងរបស់ Gambit នៅក្នុង frame នីមួយៗដំបងរបស់គាត់មិនមែនគ្រាន់តែជាឈើសម្រាប់ឲ្យវាយនោះទេតែវាគឺជាចំហាយនៃថាមពលដែលត្រៀមនឹងផ្ទុះនៅក្នុងកន្លែងតូច Gambit អាចនឹងមានប្រៀបជាងត្រង់ថាគាត់មិនចាំបាច់បាញ់ឲ្យចំគោលដៅ 100% ក៏បានដែរគាត់គ្រាន់តែបញ្ចូល power ទៅក្នុងកៅអីឡានក្រុងឬក៏នៅក្នុងបង្អួចឬក៏សូម្បីតែនៅក្នុងកម្រាលឥដ្ឋដែល Shang-Chi កំពុងតែឈរនោះការផ្ទុះជាបន្តបន្ទាប់នឹងបង្កើតឲ្យជា chain reaction ដែលធ្វើឲ្យ Shang-Chi ពិបាកនឹងទប់ទល់ខ្លាំងណាស់តែត្រង់នឹងហើយដែលយើងឃើញពីភាពខុសគ្នារវាងអ្នកប្រយុទ្ធធម្មតានិងកំពូលក្បាច់គុណ Shang-Chi មានសមត្ថភាពពិសេសម្យ៉ាងដែលគាត់បានរៀនពីម្ដាយរបស់គាត់គឺ Thalo គឺការគ្រប់គ្រងដោយខ្យល់និងចលនាបើអ្នកទាំងអស់គ្នាស្ដាប់សំឡេងនិងមើលចលនានឹងដៃរបស់ Shang-Chi ឲ្យច្បាស់ Shang-Chi គាត់មិនមែនតទល់នឹងកម្លាំងដោយប្រើកម្លាំងបុកត្រឡប់ទៅវិញចំនោះទេគឺគាត់ប្រើកម្លាំងរុញច្រាននៅពេលដែល Gambit បោះសន្លឹកបៀដែលផ្ទុះនោះមក Shang-Chi គាត់អាចប្រើក្បាច់ដៃរបស់គាត់បង្កើតជាចលនាចរន្តខ្យល់ដើម្បីបង្វែរទិសដៅសន្លឹកបៀនោះទៅឲ្យផ្ទុះនៅកន្លែងផ្សេងបានឬក៏សូម្បីតែបង្វិលវាឲ្យហោះទៅបុក Gambit វិញក៏បានដែរបើយើងមើលទៅដូចជាការលេង judo ជាមួយនឹងថាមពល kinetic អញ្ចឹងអ្នកទាំងអស់គ្នាចុះបើយើងនិយាយពីអាវុធរបស់គេទាំងពីរនាក់វិញយើងដឹងហើយថារបងរបស់ Gambit អាចផ្ទុះបានប្រសិនបើគាត់ចង់តែសាកសម័យមើលបើសិនជាដំបងនោះប៉ះចំ The Ten Ring ពេញទំហឹងនោះ Ten Ring នីមួយៗមិនមែនគ្រាន់តែជាដែកនោះទេតែវាជាអាចកំបាំងពីបុរាណនៅក្នុង comic ឬនៅក្នុងរឿងយើងឃើញហើយថា ring ទាំងអស់អាចពង្រីកទំហំអាចបំបែកខ្លួននិងអាចបង្កើតជាខ្សែចង្វាក់នៃថាមពលបានបើសិនជា Gambit ព្យាយាមបញ្ចូល power នៅក្នុង ring នោះខ្ញុំជឿថា ring នឹងមិនផ្ទុះដោយវត្ថុដទៃទៀតឡើយទៅវិញវានឹងអាចស្រូបយកថាមពលពណ៌ស្វាយនោះហើយបដូរទៅជាកម្លាំងរុញច្រានខ្លាំងជាងមុនទ្វេដងនិយាយឲ្យងាយទៅគឺថាមពលរបស់ Gambit ប្រៀបដូចជាការបន្ថែមសាំងទៅលើក្នុងម៉ាស៊ីនរបស់ Shang-Chi អញ្ចឹងយើងទាំងអស់គ្នាមកមើលរឿងល្បឿនម្ដងវិញមនុស្សភាគច្រើនតែងតែគិតថា Gambit លឿនខ្លាំងដោយសារតែគាត់ជា mutant មែនហើយយើងអាចនិយាយថាគាត់មានល្បឿនលឿនគាត់រហ័សរហួនដូចឆ្មាតែ Shang-Chiមានអ្វីមួយដែលលើសពីល្បឿនរាងកាយគឺ intuition ឬក៏វិញ្ញាណទី6នៃការប្រយុទ្ធនៅក្នុងរឿង Shang-Chi បិទភ្នែកប្រយុទ្ធជាមួយឪពុកខ្លួនឯងគាត់មិនមែនមើលទៅដោយប្រើភ្នែកនោះទេតែគាត់មានអារម្មណ៍ថាគាត់ដឹងពីចលនា molecule ជុំវិញខ្លួនគាត់ដូច្នេះរាល់កលល្បិចឬក៏ការលបវាយឆ្មក់របស់ Gambit នឹងត្រូវ Shang-Chi ដឹងមុនជានិច្ចនិយាយតាមពិតទៅ Gambit
គាត់មានចំណុចខ្សោយធំមួយ power របស់គាត់គឺអាស្រ័យទៅលើការប៉ះគាត់ត្រូវតែប៉ះវត្ថុនោះដើម្បីបញ្ចូលថាមពលចុះ Shang-Chi វិញគាត់អាចវាយប្រហារពីចម្ងាយរាប់សិបម៉ែត្រដោយប្រើ Ten Ring គាត់អាចបញ្ជាឲ្យ Ring ហោះទៅវាយ Gambit ពីក្រោយខ្នងខណៈពេលដែលគាត់កំពុងឈរការពារខ្លួននៅមុខនេះហើយគឺជាការប្រយុទ្ធដែល Gambit ពិបាកនឹងចូលគៀកខ្លាំងណាស់បើ Gambit มันអាចប៉ះពាល់ខ្លួន Shang-Chi បានឬក៏มันអាចប៉ះពាល់ដល់ Ten Ring បានអាវុធតែមួយគត់ដែលគាត់អាចមានគឺសន្លឹកបៀហើយដោយដែលយើងបាននិយាយអញ្ចឹងសន្លឹកបៀអាចត្រូវបន្សាបឬក៏ទប់បានយ៉ាងងាយដោយក្បាច់គុណថាឡូយើងទាំងអស់គ្នាសាកគិតមើលពី scenario មួយទៀតចុះបើ Gambit ប្រើល្បិចបៀរបស់បៀរបស់គាត់ដើម្បីបង្កើតជាផ្សែងឬក៏ការបន្លំភ្នែកទៅវិញ Gambit គឺជាអ្នកលេងបៀអាជីពគាត់ដឹងពីរបៀបបង្វែរអារម្មណ៍គូសត្រូវនៅក្នុងរឿងមួយដែលផ្សែងផ្ទុះឡើងពេញសមរភូមិ Gambit អាចនឹងប្រើភាពស្ងប់ស្ងាត់របស់គាត់ដើម្បីចូលទៅគៀក Shang-Chi ហើយប៉ះស្មារបស់ Shang-Chi ផ្ទាល់នេះគឺជាចំណុចស្លាប់រស់បើ Gambit បញ្ចូលថាមពល kinetic នៅក្នុងរាងកាយមនុស្សតើនឹងមានអ្វីកើតឡើងនៅក្នុង comic យើងធ្លាប់ឃើញ Gambit ធ្វើបែបនេះហើយវាជារឿងដែលសាហាវបំផុតវានឹងធ្វើឲ្យកោសិកាក្នុងខ្លួនផ្ទុះចេញពីខាងក្នុងមកវិញតែអ្នកទាំងអស់គ្នាត្រូវចាំថា Shang-Chi ក៏មាន armor ដ៏អាចកំបាំងដែរនោះគឺជាជញ្ជីងនាគឬក៏ Dragon Scale armor ឈុតដែលគាត់ស្លៀកមិនមែនគ្រាន់តែជាអាវក្រោះការពារដាវតែមួយមុខទេតែវាមាន power ការពារពីផ្នែកវេទមន្តនិងថាមពលចម្លែកទៀតផងបូករួមជាមួយ The Ten Ring ដែលអាចបង្កើតជាខែលថាមពលការពាររាងកាយទាំងមូលវានឹងធ្វើឲ្យការប៉ះរបស់ Gambit คล้ายទៅជាការប៉ះដែលគ្មានប្រសិទ្ធភាពអ្នកទាំងអស់គ្នាគិតមើលទៅបើយើងធៀប super hero ទាំងពីរនេះវាអាស្រ័យទៅលើបទពិសោធន៍ដែរ Gambit ធ្លាប់វាយគ្នាជាមួយ Mutant ខ្លាំង Gambit ធ្លាប់ប៉ះគ្នាជាមួយ Sentinel តែបើយើងនិយាយពី Shang-Chi វិញគាត់ក៏មានបទពិសោធន៍វាយគ្នាជាមួយសភាវៈផ្សេងមានដូចជាដួងព្រលឹងវិញ្ញាណឬក៏ពពួកអាទិទេពដែរកម្រិតនៃសត្រូវដែលពួកគេធ្លាប់ជួបគឺខុសគ្នា Shang-Chi ធ្លាប់ឈ្នះ The Great Protector ឬក៏ The Dweller in the Darkness ដែលជាសត្វពាហនៈយក្សមកពីចក្រវាឡផ្សេងបើធៀបកម្រិត power នោះវិញ Gambit ហាក់ដូចជានៅមានកម្រិតឬក៏ street level នៅឡើយបើធៀបជាមួយនឹង Shang-Chi ត្រង់ចំណុចនេះហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកសម័យមើលឈុតមួយនៅចុងក្រោយនៃការប្រយុទ្ធ Gambit ត្រូវបាក់ដំបងជា2ឬក៏សន្លឹកបៀត្រូវអស់ពីហោប៉ាវចំណែក Shang-Chi ឈរយ៉ាងស្ងប់ស្ងាត់ Ten Ring នៅតែវិលជុំវិញខ្លួនយឺតបញ្ចេញពន្លឺពណ៌មាសភ្លឺចែងចាយវាមិនមែនមកពី Gambit ខ្សោយទេតែ Shang-Chi គឺជា hard counter របស់ Gambit គ្រប់យ៉ាងដែល Gambit មានមិនថាជាការផ្ទុះជាលបឿនឬក៏ការវាយសម្រុក Shang-Chi មានវិធីដោះស្រាយនិងមានអាវុធខ្លាំងដើម្បីយកមកវាយបករហូតយើងទាំងអស់គ្នាប្រហែលជាមិនធ្លាប់គិតដល់ចំណុចនេះទេគឺថងថា Ten Ring មិនមែនគ្រាន់តែជាអាវុធតែវាជាតម្រង់នៃថាមពលរាល់ការផ្ទុះរបស់ Gambit គ្រាន់តែធ្វើឲ្យ Ten Ring កាន់តែមាន power ខ្លាំងឡើងសរុបមកវិញបើការប្រយុទ្ធនេះកាត់ឡើងពិតមែនវានឹងคล้ายទៅជាការបង្ហាញក្បាច់គុណដ៏អស្ចារ្យបំផុតដែលយើងមិនធ្លាប់មើលឃើញពីមុនមក Gambit នឹងបង្ហាញពីភាពច្នៃប្រឌិតក្នុងការប្រើថាមពលតែ Shang-Chi នឹងបង្ហាញពីភាពជាម្ចាស់នៅលើសមរភូមិបាទអញ្ចឹងចុះអ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរបើសិនជា Gambit អាចប្រើ full potential របស់គាត់នៅក្នុង comic ខ្លះដែលគាត់អាចនឹងគ្រប់គ្រងថាមពល kinetic ដល់កម្រិត molecule ដោយមិនចាំបាច់ប៉ះតើលទ្ធផលនឹងទៅផ្លាស់ប្ដូរទៅជាយ៉ាងណាឬក៏ Shang-Chi នៅតែមាន style និង power ដែលលើសលប់ដដែលនិយាយទៅរឿងនេះវានៅមានជ្រុងជ្រៅជាងនឹងទៀតបើសិនជានៅក្នុងរឿងប្រហែលជាអាចមានអីប្លែកពីនឹងទៀតជាពិសេសបើយើងងាកទៅមើលប្រវត្តិរូបរបស់បងប្អូននិងគ្រួសាររបស់ពួកគេវិញដែលជាអ្នកជំរុញឲ្យពួកគេคล้ายទៅជាអ្នកប្រយុទ្ធដ៏ខ្លាំងពូកែបែបអ្នកទាំងគ្នាគិតមើលទៅបើឪពុករបស់ពួកគេទាំងពីរឈរមើលការប្រយុទ្ធនេះវិញតើអ្នកពួកគេនឹងមានអារម្មណ៍បែបណានេះគឺជាសំណួរដែលគួរឲ្យចាប់អារម្មណ៍មែនទែនអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមដល់ចប់ការពិតនៅមានច្រើនទៀតប៉ុន្តែខ្ញុំសូមខ្លីប៉ុណ្ណឹងខ្លាចអ្នកទាំងអស់គ្នាធុញអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានមតិយោបល់អីផ្សេងអ្នកគ្នាអាចបញ្ចេញនៅខាងក្រោមបានបើតាមវិភាគឲ្យជាខ្លីទៅខ្ញុំគិតថាប្រហែលជា Shang-Chi អាចនឹងមានប្រៀបជាង Gambit ច្រើនអញ្ចឹងអ្នកទាំងអស់គ្នាគិតមិនវិញ
ពេលខ្លះអ្វីដែលខ្ញុំលើកមកវាអាចមិនត្រូវទេព្រោះអីខ្ញុំក៏អត់អាចមើល comic បានទាំងអស់ដែរអញ្ចឹងអានេះគ្រាន់តែអ្វីខ្ញុំធ្វើការស្រាវជ្រាវមកវាអាចខុសខ្លះនិងត្រូវខ្លះវាមកជ្រុងមួយនៃការគិតរបស់ខ្ញុំបាទអញ្ចឹងបើសិនអ្នកនរគ្នាចូលចិត្តវីដេអូបែបនេះកុំភ្លេចចុច like subscribe ផងព្រោះអីអ្វីដែលខ្ញុំបានឃើញអ្នកដែលចូលមើលវីដេអូរបស់ខ្ញុំ 90% ជាអ្នកមើលប៉ុន្តែអត់ subscribe ទេអញ្ចឹងកុំភ្លេច subscribe ទាំងអស់គ្នាផងបាទអរគុណ